ហេតុអ្វីបានជាជនចិត្តសៀមចូលចិត្តតែឈ្លានពានទឹកដីខ្មែររបស់យើងមិនចេះចប់មិនចេះឈរតាំងពីដើមឡើយមកតាំងពីប្រទេសវានៅកកើតនៅក្នុងមហាសមុទ្រឥឡូវរហូតដល់មានទឹកដីប៉ុណ្ណាប៉ុណ្ណីមូលហេតុគឺដោយសារតែអីវាអត់មានដីនៅពីមុនវាមានតែនៅតាមទឹកតាមទន្លេតាមស្ទឹងតាមបឹងតាមបួរដែលជាចប្រត់ប្រាស់គ្រួសារអីបនេចអណ្ដែតអណ្ដោយមកយូរទៅវាឈ្លានពានទឹកដីគេសុំគេនៅបន្តិចប្លន់គេបន្តិចលួចគេបន្តិចក៏បរិយទឹកដីបានតិចតួចមួយទៀតមកពីដូនតាវាពូជពងវាគឺជាចោចឹងហើយវាបង្រៀនកូនចៅចំណិនក្រោយរបស់វាឲ្យដើរទៅលួចគេប្រវត្តិសាស្ត្រវាបំភ្លៃប្រវត្តិសាស្ត្រឲ្យកូនចៅវាថាធ្វើម៉េចត្រូវតែចេះលួចត្រូវតែចេះប្លន់កុំខ្លាចខ្មាស់គេដើម្បីឲ្យបានទឹកនៅទឹកដីនៅអានេះឯងទឹកចិត្តទឹកបេះដូងរបស់ចោសៀមផ្នត់គំនិតរបស់ចោសៀមគឺវាចរិតវាពូជវាសត្វតាចោចឹងឯងហើយមួយទៀតដោយសារតែយើងមានខ្មែរសរិនខ្មែរខាងលើដែលបាត់បង់ខ្ញុំមិននិយាយត្រឹមតែសរិនទេវាមានស៊ីសកេតស្អីច្រើនទៀតដោយសារតែខ្មែរយើងដែលបាត់បង់ពីមុនហ្នឹងឯងបានប្រែខួរទៅជាចោសៀមនិយាយថាទឹកដីខ្មែរគឺជាទឹកដីរបស់សៀមតែហេតុអីបានមកនិយាយមិននិយាយភាសាខ្មែរមិនក៏មិននិយាយសៀមទៅបើសិនជាតំណរបស់សៀមហើយបើសិនជាទឹកដីនោះជាទឹកដីរបស់សៀមមិនក៏វាមិននិយាយភាសាសៀមតាមពិតផ្លេចកំណត់ខ្លួនឯងប្រែខួរបដូរខួរខ្លួនឯងជាខួរខ្មែរទៅជាខួរសៀមបដូរខួរខ្មែរទៅជាខួរចោខ្ញុំឆ្ងល់ដែរណាបងប្អូនយើងនៅខ្មែរក្រមទោះបីជាដឹងថាបាត់បង់ទឹកដីមែនប៉ុន្តែពួកគាត់នៅតែរក្សាវប្បធម៌រក្សាប្រពៃណីរក្សាអក្សរសាស្ត្រខ្មែររបស់យើងបានគង់វង្សរហូតដល់បច្ចុប្បន្នប៉ុន្តែដោយឡែកអីពួកថៃពួកសៀមនេះពួកខ្មែរសរិននេះឬក៏ស៊ីសកេតស្អីនោះដែលបាត់បង់ទៅខាងលើដែលបាត់បង់ទៅខាងថៃនោះហេតុអីក៏បំភ្លេចដូនតារបស់ខ្លួនឯងចោលដែលដូនតាខ្លួនឯងជាខ្មែរសោះហើយរាល់ថ្ងៃនេះក៏នៅប្រឹងព្យាយាមនិយាយភាសាខ្មែរដែរប៉ុន្តែហេតុអីបានជាយកហេតុផលថាទឹកដីរបស់ខ្មែរដែលខ្មែរលើបាត់បង់ទៅឲ្យសៀមនោះជាទឹកដីរបស់សៀមហេតុអីថាមិនដែលមាននៅក្រមការត្រួតត្រារបស់ខ្មែរចុះបើសិនជាមានការត្រួតត្រារបស់ខ្មែរមិនមានចិត្តសាច់ឈាមជាមួយខ្មែរហេតុអីក៏ខាងនោះនិយាយខ្មែរនៅតែរៀនភាសាខ្មែរចេះនិយាយខ្មែររហូតដល់បច្ចុប្បន្នហេតុអីក៏ភ្លេចកំណត់លឿនម្លេះមូលហេតុទាំង3មូលហេតុនេះហើយបានជាពួកចោសៀមនោះវាបង្រៀនកូនចៅរបស់វាថាទឹកដីខ្មែរជាទឹកដីរបស់វាហើយបង្កើតប្រវត្តិសាស្ត្រឲ្យកូនចៅវាចេះឈឺឆ្អាលរឿងទឹកដីចេះស្រឡាញ់ទឹកដីចង់បានទឹកដីវាទៅវិញលោកអាទឹកដីនេះជាទឹកដីរបស់ខ្មែរសោះហើយកូនចៅចំនួនក្រោយវាមិនទៅដឹងស្អីវាបើប្រវត្តិសាស្ត្រស្ដេចរបស់វាចាក់ពួកចោវាកន្លែងប្រវត្តិសាស្ត្រកែប្រវត្តិសាស្ត្រអស់ឯនោះហើយដោយសារអីមួយទៀតវាអាចមកពីពូជចោខ្មែរយើងដែលក្បត់ជាតិនេះណាវាទៅនៅប្រទេសសៀមអញ្ចឹងហើយមកវាកពូជពងមកតវងតកូលមកសត្វតាពូជចោសត្វតាពូជក្បត់ជាតិសត្វពូជចោដែលស្ថិតនៅក្នុងប្រទេសសៀមព្រោះអីចោភាគច្រើនចោដែលចេញពីខ្មែរយើងដែលក្បត់ជាតិខ្មែរយើងនោះទៅនៅសៀមភាគច្រើនដល់ពេលទៅនៅសៀមយូរទៅវាតពូជពងមកវាដែលល្អវាសិតតែចោតែទាំងអស់ហ្នឹងឯងនេះជាមូលហេតុដែលចោសៀមតែងតែនិយាយថាទឹកដីខ្មែរជាទឹកដីរបស់វាតែទឹកដីរបស់វាអីបើខ្មែរសរិនភាគច្រើនវាយកវប្បធម៌ពីខ្មែរសរិនហើយខ្មែរសរិនខ្មែរលើភាគច្រើនគឺជាខ្មែរហើយមានបងប្អូនចិត្តសាច់ឈាមធ្លាប់ដើរតាមទឹកដីខ្មែរពេញណាពេញណីដោយសារតែពីមុនខ្មែរយើងនេះគ្រប់គ្រងនោះអញ្ចឹងហើយបានតែដល់ពេលដែលយើងបាត់បង់ទៅវាថាទឹកដីខ្មែរយើងជាទឹកដីរបស់វាចុះវាយកច្រឡំអានោះថៃវាយកច្រឡំមកជុំឯងងំណាពួកខ្មែរលើដែលខ្លួនកំណត់ជាខ្មែរសោះណាបើជាកំត្រូចោនៅក្រមខាងចោនេះខ្ញុំឆ្ងល់គួរឲ្យស្ដាយមែនទែនរឿងធំហើយដែលសៀមវារឿងកូនចៅវាឲ្យថាដីខ្មែរជាដីរបស់វាដោយសារអីដោយសារតែពួកសរិនពួកអីផងណែអញ្ចឹងសរុបមកវិញមកថៃគឺជាពូជពងចោតាំងពីតវងតកូលមកយើងរៀនប្រវត្តិសាស្ត្រយើងដឹងហើយថាពូជក្បត់ជាតិស្រុកខ្មែរយើងណាខ្លះដែលទៅនៅប្រទេសថៃមានស្អីខ្លះអាបេនអីស្អីនោះបងប្អូនណារៀនប្រវត្តិសាស្ត្រដឹងហើយសិតតែទៅបានស្ដេចថៃបង្កើតបកតកូលពូជពងមកសាក់ចោណែបាយបងប្អូនទាំងអស់គ្នាឲ្យស្គាល់សន្តានចោទាំងអស់គ្នា